គេប្រាគុណចៅថាកុំមកចិត្តនួមខ្លាញ់ប្រឡាក់គេវីតម្លៃថាខ្ញុំមិនល្អគេទាញបន្ទូមកដាក់ជុំក្រននឹងការងារមួយខំប្រឹងដើម្បីប្រាក់ខំប្រឹងណាស់បែកញើសឡើងសរស័កញើសចូលភ្នែកឡើងចង់ខ្វាក់ប្រឹងព្រោះដើម្បីគ្រួសារសួរថាអ្នកណាមួយមិនប្រឹងដើម្បីគ្រួសារសួរថាអ្នកណាមើលអ្នកណាការនៅរៀនគ្មានលុយចាយពេញដៃខ្លួនតូចតែមួយតែមានពុកព្រួយជាមួយនឹងក្តីស្រមៃស៊ូណាស់ព្រោះគ្រួសារយើងក្របើខ្ញុំមិនខំតាអ្នកណាអ្នកឲ្យអង្គព្រោះតែយើងក្រញាតមិនសូវរាប់គេមិនចាំឈ្មោះទោះគ្រូយើងក្បែរងាប់ការចំនួនវកយើង3អ្នកគេគ្រាប់ថាណាហើយជីវិតយើងវាអភ័ព្វនៅក្នុងភ្នែកគេខ្ញុំជាមនុស្សដែលមិនល្អឬមិនល្អក៏ចេញពីមានហើយនឹងក្រជីវភាពយើងអត់យើងខ្សត់ពីបាក់តមានតែខំចិត្តខំស្មើឲ្យខំថ្មយើងខ្សោយខ្លាចជាទូកំប្លែងនៅក្នុងសង្គមអ្នកមានទេពកោសលបាត់បង់ឆន្ទៈជាមួយនឹងពាក្យរិះគន់ពួកគេក្រុមមានកំណត់មួយចង់ឲ្យក្តីស្រមៃខ្លាចជាការពិតដោយសារសម្ដីមិនឆ្លងការគិតឲ្យសោកមិនគ្នាបែរជាងងឹតហើយមកជុំបាត់មាន10ឆ្នាំប្រមាណពីស្នេហាខ្ញុំមិនដឹងថាអធិប្បាយបែបណាបណ្ដោយតាំងពីវេលាបើជាកម្មពីខ្ញុំលែងចង់ប្រាថ្នាបើគ្មានសេចក្តីស្មោះត្រង់វាតម្រង់បង្កើតជាបញ្ហាកុំមានគំនិតចង់រៀបការបើអ្នកមិនទាន់ឲ្យតម្រូវការព្រោះស្រឡាញ់ពេកស្ទើរកាំងបេះដូងពេកដេកខ្ញុំអោបក្រសោបពេកខ្ញុំលែងខ្វល់ពីអំរែកខ្ញុំករ៉ូណាពេកបានមកត្រូវតឹងភ្នែកខ្ញុំមេត្តាធម៌ពេកខ្ញុំមើលមិនស្គាល់ពួកវែកជាកូនប្រុសស៊ូស្រក់ឈាមតែមិនស្រក់ទឹកភ្នែកខ្ញុំទូលភ្នំបើនោះគឺជាអំរែកធ្លាក់ដល់ដីក៏ត្រូវងើបមកជាថ្មីបញ្ហាមួយលឿនជពុះស៊ូអត់ធ្មត់ចិត្តត្រូវខណ្ឌទៅខ្ញុំអាណិតគេចោលអ្នកណាអាណិតខ្ញុំខ្វល់ពីអារម្មណ៍គេចោលអ្នកណាខ្វល់ពីខ្ញុំបារម្ភពីសុខទុក្ខគេចោលអ្នកណាបារម្ភពីខ្ញុំតែងតែជួយគេចោលអ្នកណាមកជួយខ្ញុំកុំវាតម្លៃមនុស្សទៅតាមការងារកុំវាតម្លៃមនុស្សទៅតាមចិត្តមួយគ្រាមានតែទ្រឹស្ដីតែអត្តន័យដូចមនុស្សអវិជ្ជាស្រស់ស្អាតប៉ុណ្ណាក៏វិវត្តទៅជាចាស់ជរាតែអ្នកយល់ខ្ញុំនិយាយទេខ្ញុំអធិប្បាយខ្វះមែនទេជីវិតមិនក្រាលដោយទន្លេធ្វើតាមក្តីសម័យខំមែនទេអ្នកណាក៏ដូចជាអ្នកណាទុកបត់ពិសោធន៍ប៉ុណ្ណាស៊ូប៉ុណ្ណាក៏ប្រឹងតែដើម្បីដុល្លារ